bà sơ sơ ông ôn từng ngọc này ngày này có nom mà ram phục mai ông ôn từng ngọc này một chạy ông lấy ông pi chấm này đằng khla nơi hùng tì rèn từ bố không ngày hai có chạy lấy ông pi cắt thiết ngày này không đá và hai ngày này cứ cắt thiết chọc áp kháng ông ôn khi là kia một trong được pu ông ôn mới khơi ắt pu ha nhựa máu này còn mưa khó mình khơi miền khó này khơi kia tua kia một bàn này chẳng kia pu ha kia nó pu khlang mưa tròn khơi nhỉ cái bây giờ nông ca than nhóm nông ca than nhóm cô kia đấy thưa hoàng ấy mưa tròn khơi là kia lại mưa tròn khơi gì nữa là cắt cho áp khlang bên trong của cho áp khlang này hay ở đây là cua vô đắng ở đây là cua chay làm lệ ngày đấy cứ cắt thiết nắng mình vào màn đây bàn tay ở đây là trong tròn chay làm lệ khlang một nút cứ đi một ông khơi là vì một trong này cái ăn này đây coi tôi mới đi đây kia nè cứ chia đaiประពាន់ស្រូបផ្ទះឬក៏ប្រព័ន្ធការពារផ្ទះណាហ្នឹងហើយកន្លែងហ្នឹងមានមួយនៅលើដបkiaនេះមាន3ទៀតនេះអានេះគឺជាចំណតរថភ្លើងភាសាខ្មែរគេហៅចំណតរថភ្លើងណាហើយភាសាកូរ៉េគេហៅថាយ៉កមួយទៀតនេះមួយទៀត3អញ្ចឹងមកដបហ្នឹងគឺមាន3ទៀតមកដបហ្នឹងគឺមាន3មកដបហ្នឹងមាន3អញ្ចឹងនៅកន្លែងនេះមួយទៀត4ហើយនៅបកគោលកាមេរ៉ានោះបកគោលកាមេរ៉ាតាមដងផ្លូវនេះនេះគឺកាមេរ៉ាបងប្អូនកាមេរ៉ានៅកន្លែងដងផ្លូវនៅផ្លូវផ្លូវកែងហើយកាមេរ៉ាហ្នឹងគឺជាកាមេរ៉ា live ផ្ទាល់យើងអាចមើលនៅតាមកម្មវិធី Google Map ឬក៏កាកៅ Map បានហ្នឹងហើយគឺនៅបកគោលហ្នឹងគឺមានប្រព័ន្ធស្រូបផ្ទះមួយដែរបងប្អូនណាប្រព័ន្ធការពារផ្ទះមួយដែរអានេះជាចំណុចរសើបខ្លាំងដែលគួរតែចែករំលែកទៅឲ្យរដ្ឋាភិបាលក៏ដូចជាមន្ត្រីដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាយើងបានឃើញដែរចឹងបងប្អូនហេតុអីបានចង់ចែករំលែកដោយសារតែវីដេអូនេះវាមានសារៈសំខាន់ត្រង់ណាដោយសារតែប្រទេសកូរ៉េតាំងពីខ្ញុំមកនៅកូរ៉េ8ឆ្នាំហើយអញ្ចឹងអត់ដែលមានរន្ទះបាញ់ទេបើភ្លៀងខ្លាំងយ៉ាងច្រើនមានផ្គរហើយផ្គរហ្នឹងខ្ញុំមក8ឆ្នាំនេះឮផ្គរលាន់ហ្នឹងប្រហែលជាអាចតែ3ឬក៏5ដងប៉ុណ្្នឹងឯងហ្នឹងហើយ3ឬ5ដងប៉ុណ្្នឹងឯងរឿងផ្គរលាន់ណាប៉ុន្តែភាគច្រើនគឺអត់មានផ្គរលាន់ទេហើយបើរន្ទះបាញ់វិញគឺអត់មានសោះវិញមិនថាជនបទស្រុកស្រែចកាឬក៏តំបន់ជុំជនគឺអត់មានទេដោយសារអីដោយសារតែប្រទេសគេបើនៅតាមជនបទវិញប្រហែលជា200ម៉ែត្រទៅ500ម៉ែត្រហ្នឹងនៅតាមបកគោលភ្លើងសាធារណៈតាមផ្លូវគឺគេបានប្រកបគេដាក់ប្រព័ន្ធការពារផ្ទះហ្នឹងគ្រប់កន្លែងទាំងអស់ហ្នឹងហើយគ្រប់កន្លែងទាំងអស់ហើយជាពិសេសនៅលើកំពូលភ្នំតំបន់ដាច់ស្រយាលឬក្នុងក្រុងក្បែរក្រុងហ្នឹងគឺច្រើនគឺមានប្រព័ន្ធការពារផ្ទះហ្នឹងហើយគឺរដ្ឋាភិបាលគេធ្វើអញ្ចឹងហ្មងដើម្បីការពារកុំឲ្យមានរន្ទះបាញ់ទៅដល់សត្វព្រៃសត្វស្រុកឬក៏មនុស្សឬក៏ប្រជាពលរដ្ឋគេអញ្ចឹងបើរដ្ឋាភិបាលខ្មែរចង់ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកក្នុងប្រទេសរបស់ខ្លួនមន្ត្រីពាក់ព័ន្ធនិងរដ្ឋាភិបាលគួរតែដំឡើងប្រព័ន្ធការពាររន្ទះនៅតាមគ្រប់តំបន់ដែលប្រជាពលរដ្ឋរស់នៅហ្នឹងហើយមិនថាតំបន់ព្រៃភ្នំក្នុងព្រៃដាច់ស្រយាលឬក៏នៅតំបន់ប្រជុំជនទេជាពិសេសនៅតំបន់ស្រុកស្រែចម្ការតាមតំបន់ប្រជុំជនមួយចំនួនហ្នឹងឃើញរន្ទះបាញ់ងាប់គោក្របីឬក៏ស្លាប់មនុស្សច្រើនអ្នកជាច្រើនលើកច្រើនសារកន្លងមកហើយអញ្ចឹងវីដេអូនេះគឺមានចំណុចសំខាន់ល្អសម្រាប់បទពិសោធន៍ក៏ដូចជាចំណេះដឹងល្អសម្រាប់រដ្ឋាភិបាលនិងក្រសួងឬក៏មន្ត្រីដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាទាំងមូលតែម្ដងហ្នឹងហើយវីដេអូនេះគឺចែករំលែកទៅដល់ពុកម៉ែបងប្អូនគ្រប់ស្រទាប់វណ្ណៈដែលរស់នៅក្នុងប្រទេសកម្ពុជាក្តីនិងក្រៅប្រទេសក្តីហើយជាពិសេសខ្លាំងបំផុតគឺសម្រាប់ពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសកម្ពុជានិងរដ្ឋាភិបាលប្រទេសកម្ពុជារាល់ថ្ងៃបាទហើយបើពេញចិត្តវីដេអូសូមកុំភ្លេចជួយ share ចែករំលែកឲ្យបានដឹងដល់មនុស្សគ្រប់គ្នាផងថាប្រព័ន្ធសុវត្ថិភាពការពាររន្ទះគឺគេធ្វើបែបហ្នឹងគ្រប់កន្លែងគ្រប់ផ្ទះគឺមានសឹងតែគ្រប់គ្នាទាំងអស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាពេញចិត្តវីដេអូហើយកុំភ្លេចណាជួយ like ជួយ share អានឹងបើក្នុង YouTube ជួយចុច subscribe ចុចសញ្ញារូបកណ្ដឹងឲ្យផងហើយបើ Facebook ជួយ share ជួយ follow ឲ្យផងណានឹងអរគុណច្រើនជម្រាបលាហើយជួបនៅវីដេអូក្រោយ